บาลูนเองจิติมตรีรัฐบิบาลปฏิกรรมแต่นังการเลือกล้างระบอบอุปการีรัฐมนตรีกระทรวงการบริสหรัฐอเมริกลูกทอมมาลินอสกี้จุ่มวิ่งปัญหาสิทธิมนุษย์ในนโยบายทาจิกาเหมือนปิดมันเป็นนัดองเฮดหนึ่งองฉบับระบบกัมพูชีพร้อมเตียงเมียนตำโนกอมโตรคณะปะประชังในจำนวนในนโยบายการบริบินเจตามันมีจำนวนหนามุ้ยได้บังคับถาซาระบบลูกทอมมาลินอสกี้จิกากอมโตรคณะปะนโยบายหนามุ้ยแล้วบรรทัยโดยสหรัฐอเมริกประกันโกลกากรุบสิทธิมนุษย์ในนิติรัฐโดยชนะอเมริกมันจำบัดตรึกเลือกล้างปีปัญหาต่างนี้บาสมเทศนาสกายริการะบบลูกยองจันดาราរដ្ឋលេខាធិការនឹងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានសម្ដែងការសោកស្ដាយចំពោះការលើកឡើងរបស់ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Tom Malinowski ជុំវិញការស្នើឲ្យទម្លាក់ចោលបទចោទប្រឆាំងសកម្មជនគណៈបកប្រឆាំងសកម្មជនការពារសិទ្ធិមនុស្សនិងមន្ត្រីកោជបលោកនីចរិយាលោកផៃស៊ីផានហៅសន្ទរកថារបស់លោក Tom Malinowski ថាជាយុទ្ធនាការនយោបាយដែលមាននិន្នាការគ្រប់គ្រងគណៈបកប្រឆាំងអ្វីដែលមានរឿងហេតុនោះគឺរឿងតខ្លួនរវាងសំរងស៊ីជាមួយអាដាមបបានជារដ្ឋមន្ត្រីហ៊ុនម៉ាណែតផងរឿងគឹមសុខាដែលគាត់មិនគោរពនៅអ្វីដែលជានីតិវិធីរបស់តុលាការនឹងជាការប្រឆាំងនឹងសហព័ន្ធតុលាការអានឹងមិនមែនជារឿងនយោបាយទេគឺយល់ឃើញថាជាការរំលោភច្បាប់តែគាត់បំពេញមិនចោលគឺគាត់មាននិន្នាការនយោបាយđểបំរើឲ្យគណៈបកប្រឆាំងរួចស្រេចហើយអំឡុងពេលទស្សនកិច្ចនៅកម្ពុជារយៈពេល2ថ្ងៃឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការងារលោក Tom Malinowski ក៏សម្គាល់ថាមួយរយៈពេលចុងក្រោយនេះចំណាត់ការផ្លូវច្បាប់ជាច្រើនត្រូវបានធ្វើឡើងប្រឆាំងនឹងក្រុមអ្នករិះគន់ទៅលើរដ្ឋាភិបាលហើយលោកពិតជាមានការព្រួយបារម្ភចំពោះការធ្វើទុកបុកម្នេញនិងការចោទប្រកាន់នានាទៅលើសកម្មជននយោបាយគណៈបកប្រឆាំងរួមទាំងសកម្មជនការពារសិទ្ធិមនុស្សនិងមន្ត្រីកោជបលោកបញ្ជាក់ថាចំណាត់ការផ្លូវច្បាប់ទាំងអម្បាលម៉ានគឺជារឿងអយុត្តិធម៌ហើយលោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងនិងទម្លាក់ចោលបទចោទទាំងឡាយប្រឆាំងនឹងសកម្មជននិងតំណាងរាស្ត្រទាំងនោះលោកបន្តទៀតថានៅក្នុងបរិបទបោះឆ្នោតនាពេលខាងមុខនឹងខួបលើកទី25នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសរដ្ឋាភិបាលកម្ពុជាមានភាពចាំបាច់ណាស់ក្នុងការបង្ហាញពីដំណើរការប្រជាធិបតេយ្យមួយដែលគួរឲ្យទុកចិត្តបានពីសំណាក់សាធារណជនខ្មែរនិងសហគមន៍អន្តរជាតិលើសពីនេះលោកក៏បានសង្កត់ធ្ងន់ទៀតថាសហរដ្ឋអាមេរិកមិនមាននិន្នាការគ្រប់គ្រងឬក៏ប្រឆាំងគណៈបកនយោបាយណាមួយនោះទេខ្ញុំចង់បញ្ជាក់ថាសហរដ្ឋអាមេរិកមានទំនាក់ទំនងដ៏ជិតស្និទ្ធនិងបែបវិជ្ជមានជាមួយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាយើងបានធ្វើការជាមួយគ្នាជាយូរឆ្នាំណាស់មកហើយទៅលើការអភិវឌ្ឍសេដ្ឋកិច្ចការការពារបរិស្ថានការថែរក្សាសន្តិសុខប្រឆាំងភេរវកម្មការពង្រឹងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថាអាមេរិកមិនប្រឆាំងឬគាំទ្រគណៈបកឬចលនានយោបាយណាមួយឡើយទាំងរដ្ឋាភិបាលនិងទាំងខាងគណៈបកប្រឆាំងអ្វីដែលអាមេរិកគាំទ្រនៅកម្ពុជានិងប្រទេសដទៃទៀតនៅលើពិភពលោកគឺដំណើរការមួយដែលផ្ដល់ឱកាសឲ្យមនុស្សគ្រប់គ្នានៅឱកាសស្មើគ្នាដើម្បីបង្ហាញការយល់ឃើញទាញយកផលប្រយោជន៍និងប្រកួតប្រជែងគ្នានៅលើសាយវាននយោបាយនេះជាចំណុចសំខាន់គ្រប់ប្រទេសទាំងអស់ដើម្បីថែរក្សាស្ថិរភាពនិងសន្តិភាពសង្គមបន្ថែមពីលើនេះលោក Tom Malinowski ជំរុញឲ្យរដ្ឋាភិបាលស៊ើបអង្កេតដោយត្រឹមត្រូវនិងអាចជឿទុកចិត្តបានជុំវិញករណីឃាតកម្មទៅលើលោកបណ្ឌិតកែមលីតាក់ទងទៅនឹងរឿងនយោបាយវិញលោកលើកឡើងពីសារៈសំខាន់នៃវប្បធម៌សន្តិនិកហើយលោកជំរុញឲ្យគណៈបកជាប់ឆ្នោតទាំងពីរវិលមករកតុចរចាសារជាថ្មីដើម្បីឲ្យដំណើរការបោះឆ្នោតនៅពេលខាងមុខអាចប្រព្រឹត្តទៅដោយរលូនអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានច្រានចោលសេចក្តីព្រួយបារម្ភនឹងការអំពាវនាវទាំងឡាយរបស់លោក Tom Malinowski ដោយលើកហេតុផលថាតុលាការនិងដំណើរការរកយុត្តិធម៌របស់កម្ពុជាគឺមានភាពឯករាជ្យនិងអធិបតេយ្យភាពដោយមិនរងសម្ពាធពីក្រុមណាមួយឡើយអ្នកស្រាវជ្រាវផ្នែកនយោបាយការបរទេសនិងច្បាប់សិទ្ធិមនុស្សអន្តរជាតិលោកឡុងគឹមខុនមិនចាត់ទុកការលើកឡើងរបស់លោក Tom Malinowski ថាមានទំនោរទៅរកគណៈបកប្រឆាំងឬក៏ក្រុមណាមួយនោះទេលោកថាសហរដ្ឋអាមេរិកប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋដូច្នេះអាមេរិកត្រូវតែរំលឹកកម្ពុជាអំពីបញ្ហាទាំងនេះលោកថាបើការស្នើសុំទាំងនោះផ្ដល់ផលប្រយោជន៍ដល់កម្ពុជារដ្ឋាភិបាលមិនគួរមើលរំលងចំណុចទាំងនោះទេអ្វីដែលគេមកកម្ពុជាជួបជាមួយកម្ពុជានិយាយជាមួយកម្ពុជាវាមិនមែនជារឿងគ្រប់គ្រងបកណាមិនគ្រប់គ្រងបកណា
ក៏ប៉ុន្តែគេចង់ឲ្យកម្ពុជាយើងក្លាយជាប្រទេសមួយដែលនីតិរដ្ឋពិតប្រាកដប្រជាធិបតេយ្យពិតប្រាកដគោរពសិទ្ធិមនុស្សពិតប្រាកដដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជាអាមេរិកកាន់នឹងកាន់តែល្អប្រសើរហើយផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកហើយនៅក្នុងនយោបាយការបរទេសដរាបណាយើងទទួលបានផលប្រយោជន៍សម្រាប់ជាតិយើងសម្រាប់ប្រជាពលរដ្ឋយើងមានអ្វីដែលថាមិនគួរធ្វើ ស្ថានភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាហាក់ស្ថិតនៅក្នុងបរិយាកាសមិនល្អឡើយនៅក្រៅពេលដែលគណៈបកជាប់ឆ្នោតទាំងពីរមើលមុខគ្នាមិនចំនិងផ្អាកវប្បធម៌សន្តិនិកសកម្មជននិងតំណាងរាជគណៈបកប្រឆាំងរួមទាំងសកម្មជនការពារសិទ្ធិមនុស្សនិងមន្ត្រីកោជបត្រូវបានចោទប្រកាន់និងឃុំខ្លួនជាបន្តបន្ទាប់ហើយករណីចុងក្រោយបង្អស់គឺឃាតកម្មទៅលើលោកបណ្ឌិតកែមលីដែលជាអ្នកស្រាវជ្រាវនិងវិភាគបញ្ហាសង្គមនិងនយោបាយដ៏មានប្រជាប្រិយភាពទាំងមជ្ឈដ្ឋានជាតិនិងអន្តរជាតិសម្ដែងក្តីព្រួយបារម្ភជុំវិញការវិវត្តបែបនេះហើយពួកគេទទូចឲ្យមានការចូលរួមដោះស្រាយបញ្ហាទាំងនេះពីសំណាក់ភាគីពាក់ព័ន្ធប្រកបដោយតម្លាភាពខ្ញុំបាទយ៉ងច័ន្ទតារាទូរទស្សន៍អាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញ